Jadi tu saya nak ni ngàyនេះគឺជាថ្ងៃបុណ្យកឋិនទានដែលយើងកំពុងតែឈរនៅវត្តកោះចរាមផ្ទាល់តែម្ដងថ្ងៃនេះក៏យើងចង់ដឹងពីពុទ្ធបរិស័ទដែលអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីបុណ្យថ្ងៃនេះតើពួកគាត់មានអារម្មណ៍យ៉ាងណាហើយពួកគាត់ដឹងអ្វីខ្លះពីបុណ្យកឋិនតោះឥឡូវយើងដើររោអ្នកសម្ភាសយើងចង់ដឹងពីព័ត៌មានពីបុណ្យកឋិនទាំងអស់គ្នាតោះ let's go ឥឡូវយើងរកអត់ឃើញតាមគូសម្ភាសណាអូបងមីងជ្រាបសួរខ្ញុំមានអារម្មណ៍ថាដូចជាការសម្ភាសនៅពេលនៅចំការពោតអូយចៃដន្យមែនមកបុណ្យកឋិនដែរមែនអូនមកកឋិនដែរឥឡូវខ្ញុំឈរកណ្ដាលដើម្បីសម្ភាសបានទាំងពីរនាក់អូខ្ញុំមិនថាចៃដន្យមែនឡើងនិស័យមែនតើបងនិស័យជាមួយប្រុសស្អាតទាំងអត់ស្អីអីអូយអរគុណច្រើនឥឡូវថ្ងៃនេះគឺខ្ញុំចង់ដឹងពីព័ត៌មានតិចតួចពីបុណ្យកឋិនហើយខ្ញុំជាមុនដំបូងដែលខ្ញុំចង់សួរនេះគឺខ្ញុំចង់សួរពីអារម្មណ៍សិនថាតើបងហើយនឹងមីងមកបុណ្យកឋិននេះមានអារម្មណ៍មិនដែរជាធម្មតាទេអូនស្រាប់លើគេនិយាយថាសប្បាយដូចធ្វើបុណ្យកឋិន7វត្តត្រូវហ្នឹងហើយអញ្ចឹងឲ្យតែមកកឋិនគឺសប្បាយអូន Yes គឺខ្ញុំចំពោះអារម្មណ៍ខ្ញុំក៏គឺសប្បាយមែនតើដែលចូលរួមបុណ្យកឋិននេះក៏ទៅហែមិញគឺខ្ញុំសប្បាយមែនតើហ្មងចុះមីងមានអារម្មណ៍មិនដែរអូមីងមានអារម្មណ៍រំភើបខ្លាំងហ្មងសប្បាយផងរំភើបផងអូផងគឺថារំភើបពេកដែលធ្វើដែលបានចូលរួមបុណ្យកឋិនហើយបានធ្វើបុណ្យដែលជ្រះថ្លាជូនលោកឪពុកអ្នកមានគុណអញ្ចឹងណាអ្នកម្ដាយអរគុណមីងហើយចំពោះបុណ្យកឋិននេះតើបងដឹងអ្វីខ្លះពីបុណ្យកឋិនតើបុណ្យកឋិនគឺធ្វើឡើងចាប់ពីថ្ងៃណាដល់ថ្ងៃណាដែរថ្ងៃ100ខែអាសត់ដល់ថ្ងៃ15កើតខែកដិកអូខេអញ្ចឹងរយៈពេល29ថ្ងៃគឺចាប់ពីថ្ងៃទី100ខែអាសត់រហូតដល់ថ្ងៃទី15កើតខែកដិកអូអញ្ចឹងមានថារយៈពេល29ថ្ងៃសម្រាប់បុណ្យកឋិនទានអ្នកទាំងអស់គ្នាអញ្ចឹងតើបុណ្យកឋិនទាននេះគេធ្វើឡើងដើម្បីអីដែរមីងក្មួយចាបុណ្យកឋិនទានហ្នឹងគឺជាបុណ្យរបស់ពុទ្ធសាសនាយើងចាហើយនឹងវាមានការរដូវកាលដែលធ្វើរយៈពេល29ថ្ងៃដូចខ្ញុំហ្នឹងបាននិយាយអញ្ចឹងណាចាចាប់ពីថ្ងៃ100ខែអាសត់ដល់ថ្ងៃ15កើតខែកដិកហើយអត្ថន័យនៃបុណ្យកឋិនទាននេះគឺមានអត្ថន័យថាធ្វើបុណ្យកឋិនទានគឺនាំស្បង់ជីវរនិងបច្ច័យមកប្រគិនព្រះសង្ឃដែលគង់ចាំភាសាឱកាសត្រីមាសគឺរយៈពេល3ខែហ្នឹងហើយបាទមីងបាទអញ្ចឹងចំពោះបងផ្ទាល់តើបងចូលរួមនៅក្នុងកម្មវិធីបុណ្យកឋិនទាននេះបានប្រហែលដងដែរច្រើនដងដែរអូនគ្រាន់ថាមួយឆ្នាំអីយើងអាចបានទាំង2វត្តអីចឹងណាបាទចំពោះខ្ញុំគឺលើកទី1ហ្មងរយៈពេល26ឆ្នាំនេះគឺខ្ញុំលើកទី1តែម្ដងក្នុងការចូលរួមបុណ្យកឋិនទាននេះហើយចំពោះទីតាំងផ្ទាល់នេះគឺទីតាំងនៅវត្តកោះចរាមផ្ទាល់ដែលស្ថិតនៅក្នុងភូមិឃុំអីដែរមីងឃុំកោះចរាមស្រុកសាច់កណ្ដាលខេត្តកណ្ដាលដែលជាស្រុកកំណើតរបស់លោកឪពុកគឺស្រុកកំណើតរបស់លោកឪពុករបស់អ្នកមីងផ្ទាល់តែម្ដងអញ្ចឹងមានថាបុណ្យកឋិននេះគឺធ្វើឡើងដើម្បីលោកឪពុកនោះមីងណាដូចថាកូនចៅចៅមកប្រតិគ្នាទៅបានដូចថាធ្វើកឋិនជូនគាត់មកស្រុកកំណើតគឺគាត់សប្បាយចិត្តខ្លាំងបាទមីងបាទអញ្ចឹងចំពោះខ្ញុំផ្ទាល់គឺខ្ញុំសូមអរគុណដល់បងហើយនឹងមីងសម្រាប់ការផ្ដល់ព័ត៌មានទាក់ទងមួយបុណ្យកឋិនអញ្ចឹងយើងពួកយើងទាំងអស់គ្នាទទួលបានព័ត៌មានទាក់ទងមួយបុណ្យកឋិនកាន់តែច្រើនយល់ដឹងពីបុណ្យកឋិនកាន់តែច្រើនអញ្ចឹងជាបុណ្យរបស់ពុទ្ធសាសនាយើងផងដែរអញ្ចឹងអ្នកទាំងអស់កាន់តែស្វែងយល់ច្បាស់ពីបុណ្យកឋិនអញ្ចឹងអរគុណសម្រាប់ការទស្សនាទាំងអស់គ្នាបាយបាយអ្នកកសែតអូយករណីដែលអូយជួននេះអ្នកកសែតថតរូបហ៎អូយល្បីខ្លាំងណាស់អូយនេះអ្នកកសែតអូយខ្ញុំមកមកអាចទៅទេមីងប្លុកខ្ញុំមីងប្លុកខ្ញុំទី1មានឈ្មោះថាយាយខ្ញុំតជើងមកយាយមករៀនក្រោយកាន់កន្ទេលទៅណាដើម្បីអីកាន់កន្ទេលដើម្បីអីអូយដូចជាអ្នកមីងនៅចំការពោតតែមីងដូចជាអ្នកមីងនៅចំការពោតត្រូវមែនទេដូចជាប្រហែលអូយអ្នកមីងចំការពោតមែនតើអូយកូនកូកាន់អូដូចាប់ពេលដើរ
Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ